ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមកបង្ហាញបងប្អូនពីរបៀបធ្វើក្រកគោផ្អែមរសជាតិឆ្ងាញ់បងប្អូនហើយអនាម័យល្អណាបងប្អូនដំបូងបងប្អូនខ្ញុំមានសាច់ចំនួន3គីឡូបងប្អូនអាចយកសាច់ទៅកិនធំជាងនឹងតិចឬក៏ច្រាំក៏បានដែរបងប្អូនតែខ្ញុំប្រើម៉ាស៊ីនរៀងម៉ត់បន្តិចបងប្អូនហើយបន្ទាប់មកបងប្អូនខ្ញុំមានរំដេងហ្នឹង1មើមធំប្រហែលជា1ក្រាមហើយនឹងគ្រឿងឆាគ្រឿងក្រហមខ្ញុំសម្រាប់ធ្វើម្ហូបហ្នឹង1ស្លាបព្រាបាយហើយនឹងខ្ទឹមស2មើមធំបងប្អូនយើងដាក់គ្រឿងនោះទាំងអស់ចូលគ្នាហើយខ្ញុំដាក់អំបិល1ស្លាបព្រាបាយបងប្អូនហើយខ្ញុំដាក់ស្ករ8ស្លាបព្រាបាយកំប៉ុងបងប្អូន8ស្លាបព្រាហ្នឹងគឺសាច់3គីឡូនោះល្មមមិនផ្អែមពេកហើយក៏វាដូចថាល្មមហ្មងបងប្អូននឹងរសជាតិដាក់ប៉ុណ្ណឹងហ្នឹងហើយបន្ទាប់មកខ្ញុំដាក់ម្សៅស៊ុប2ស្លាបព្រាបាយបងប្អូនម្សៅស៊ុបហើយនឹងទឹកប្រេងខ្យងហ្នឹង1ស្លាបព្រាបាយហើយនឹងទឹកស៊ីអ៊ីវខាប1ស្លាបព្រាបាយហើយនឹងបាយបងប្អូនខ្ញុំអត់បានថតវីដេអូបងប្អូនហើយយើងលាយចូលគ្នាឲ្យសព្វទុកម្ដុំហើយបន្ទាប់មកទៀតខ្ញុំមានហ៊ុនជ្រូកហ្នឹងលាងទឹកឲ្យស្អាតខ្ញុំយកមកញាត់សាយ៉ូនេះបងប្អូនហើយម៉ាស៊ីននេះខ្ញុំធ្វើរៀងយូរបន្តិចបងប្អូនដោយសារសាច់រៀងម៉ត់ណាដល់ពេលអញ្ចឹងវារៀងមិនសូវដូចសាច់ធំស្រួលស្រកបងប្អូនសាច់ធំជ្រួលដូចថាយើងស្រួលច្រកវាដែរអានេះសាច់ម៉ត់រៀងពិបាកបន្តិចយើងតឹងតិចយើងធ្វើយើងហាលរយៈពេល4ថ្ងៃឬ3ថ្ងៃទៅល្មមបងប្អូនមានថ្ងៃល្អហើយយើងចងវាតាមប្រវែងដែលបងប្អូនចូលចិត្តទៅយើងដាក់ចងហើយដាក់ហាលវាហើយនិយាយរសជាតិបងប្អូនធានាថាឆ្ងាញ់ខ្ញុំសាកខ្ញុំធ្វើឲ្យកូនខ្ញុំញ៉ាំដូចថាញឹកញាប់ដែរបងប្អូនរសជាតិឆ្ងាញ់ល្មមសាច់ឆ្ងាញ់ហើយសាច់ល្អទៀតតែប៉ុណ្ណឹងរួចរាល់បងប្អូនអរគុណច្រើនជម្រាបលាទាំងអស់គ្នាបាយបាយ